បាទសួស្តីបងប្អូននេះគឺជាសកម្មភាពកន្លែងធ្វើការរបស់ខ្ញុំមានទទួលធ្វើកបិតពូថៅនិងពថៅម៉ូតកបិតម៉ូតហើយនឹងព្រះខ័នសម្រាប់បងពូដែលគាត់ចង់កំងប្រភេទកបិតសម្រាប់តាំងលើអាសនៈអីហ្នឹងរបស់បុរាណខ្មែរយើងហ្នឹងក៏ទទួលធ្វើដែរហើយតម្លៃធូរថ្លៃសមរម្យទាំងអស់ហើយប្រភេទសាច់ដែកដែលខ្ញុំធ្វើនៅកន្លែងការងារនេះគឺជាប្រភេទសាច់ដែកចទាសឡានធ្វើអំពីដែកចទាសឡានមុតមាំល្អបើអត់មុតទុនវាចខ្មូលមុខធានាជូនធ្វើសាមីឲ្យវិញនឹងធានាឲ្យមិនបាច់ភ័យទេហើយអាចមកតាក់ទងតាម Telegram ក៏បានមកដល់ទីតាំងក៏បានតែបើបងណាដែលគាត់នៅឆ្ងាយអីអាចអង្គុយចាំយកបានអញ្ចឹងណាហ្នឹងបើថាអត់សូវជាប់អីវ៉ាន់ច្រើនទេទៅធ្វើឲ្យចាំយកទៅតែបើជាប់អីវ៉ាន់ច្រើនជាស្រ័យហ៎បងអើយតើណាត់មុនថ្ងៃមកយកហ្នឹងហើយនេះមើលចុះតម្លៃធូរថ្លៃទេមិនអីទេហើយមុននឹងយកទៅប្រើសលៀងឲ្យមួយមុតមាំល្អហ្នឹងអានេះខ្ញុំកំពុងធ្វើចបចម្រេះស្មៅយើងសោកចូលដងអាស័យមុតល្អព្រោះធ្វើអំពីដែកចទាសឡានហើយកន្លែងកវាអត់មានកាច់ផ្សារតអីទេវាយឲ្យស្រួចហើយហែកមុខវាឲ្យធំហើយដាក់ត្រាឈ្មោះមួយហ្នឹងហើយសម្រួលសាច់វាឲ្យម៉ត់ល្អឲ្យវាស្មើឲ្យវាហាប់ណែនហើយយើងយកទៅសេរីសរងខ្លួនវាឲ្យត្រង់បន្ថែមមកហើយបានយើងកាច់កតុយវាដុតឲ្យក្រហមពុតកតុយវាឲ្យកោងមកស្រួលយើងឈរជំរះសោកក្នុងដងអាស័យអានេះហើយហើយនៅតែយើងសម្រួលសាច់វាទេសម្រួលវាឲ្យត្រង់កាត់រៀងវាទៅហើយសល់មិនយើងយកម៉ូទ័រយកមកឆាបកាយកនរៀងវាឲ្យស្អាតអានេះដល់វគ្គខ្ញុំពុតកតុយវាហ្នឹងពុតអង្សាវាឲ្យវាកោងមកពុតហ្នឹងហើយអត់មានផ្សារតទេបងប្អូនមើលទៅហើយសាច់ដែកតែមួយហើយចទាសឡានយើងចេះមកយើងសោកដងអាស័យចូលមកហើយយើងចម្រេះស្មៅបានណាឬក៏ចង់ផ្សារពងទីបក៏បានដែរហ្នឹងហើយអរគុណ